វត្តធម្មតាហ៊ុនម៉ាណែតយើងបានឃើញទឹកដីព្រៃខ្មៅនៅក្នុងឆ្នាំ1975ដល់ឆ្នាំ1979ជាអន្តរកាលដ៏ខ្មៅក្នុងយុគមួយដែលខ្មែរមិនអាចបំភ្លេចបានរាល់ទឹកវើខ្មែរសម្រាប់ខ្មែរវិនិច្ឆ័យហេតុហើយអន្តរាយទូទាំងប្រទេសទឹកដីព្រៃខ្មៅហេតុហើយភូមិខាងប្រទេសខ្មែរវាលស្មោសានផុតទឹកសំសានប្រែមុខមាត់ថ្មីដោយសារកំណត់ចេះរេទុនគិតដឹកនាំឈ្លៀសវិញទឹកចិត្តដឹកនាំប្រពៃដោយសារទឹកដីក្រក្រៃជឿនលឿននយោបាយជ្រះជ្រះដៃជាបារមីដោយសារប្រទេសជោគជ័យមានគ្រប់សពអ្វីដៃរីកចម្រើននយោបាយឈ្នះមានដៃជះជំនះគ្រប់ទឹកដីរីកដុះដាលឡើងចែកចាយដូចលើកស្ទើរគ្រប់វិស័យជំហានកបកែលោតដីបន្ទាប់ជំហានពីគួកលោតទៅជ្រៀបជ្រុកស្រត់ទូកទឹកដីលោតបបផលិតផលខ្មែរមានទីតាំងនៅមុខប្រាសាទអង្គរវត្តពីបបផលិតផលខ្មែរបង្ហាញពីសកម្មភាពនៃផលិតផលខ្មែរទូទាំងប្រទេសដល់ជាជាតិនិងអន្តរជាតិតើការផលិតផលវិនិយោគករសិប្បករ